ភាពស្មោះត្រង់នៅតែគ្មានតម្លៃសម្រាប់បុរសម្នាក់ដែលគ្មានទ្រព្យសម្បត្តិសម្រាប់ខ្ញុំវិញគឺការឲ្យតម្លៃថ្លៃថោកទៅតាមសេចក្តីស្មោះត្រង់វាគឺជាអ្វីដែលខ្ញុំចង់បានចេះមើលថែគ្នានៅពេលដែលម្នាក់ទៀតត្រូវការយើងមិនមែនជាប្តីប្រពន្ធដែលចេះតែចូលផ្ទះឲ្យធ្វើហីដាក់គ្នានោះទេតែបើនិយាយឲ្យចំទៅចង្គៀងផ្ទះអ្នកណាគឺភ្លឺផ្ទះអ្នកនឹងឲ្យបងប្អូនថ្ងៃនេះផងដែរសូមលើកពីប្តីខ្លួនឯងតិចណាបងប្អូនប្តីខ្ញុំគាត់គ្មានទ្រព្យសម្បត្តិអីទេនៅពេលដែលពួកយើងរៀបការជាប្តីប្រពន្ធជាមួយគ្នានឹងតែខ្ញុំបានមើលឃើញពីគុណតម្លៃរបស់គាត់តែងតែធ្វើទង្វើតូចមកកាន់ខ្ញុំដូចពេលនេះអញ្ចឹងបងប្អូនជាទូទៅពេលដែលខ្ញុំងូតទឹកហើយគឺគាត់តែងតែយកកន្សែងមកជូតសក់ឲ្យខ្ញុំឲ្យស្ងួតហើយនឹងយកប្រេងមកលាបសក់ឲ្យខ្ញុំផងដែរនិយាយដល់រឿងប្រេងខ្ញុំចង់ប្រាប់បងប្អូនថាប្រេងលាបសក់នេះគឺល្អខ្លាំងណាស់សម្រាប់បងប្អូនដែលមានបញ្ហាសក់សំពងសក់បែកចុងអត់មានសំណើមសក់ហុយហើមអីបងប្អូនទិញតែម្ដបនេះប្រើបាន4 ទៅ 5 ខែ